លំអិតពីការធានាជាទូទៅការទិញរបស់ថ្មីមិនថារបស់របរប្រើប្រាស់គ្រឿងម៉ាស៊ីនទេតែងមានការធានាអញ្ចឹងចំណុចទី1ការធានាតែងតែមានរយៈពេលមានសិភៅមានការសិភៅណែនាំឬក៏មានអីមកពីក្រុមហ៊ុនអញ្ចឹងការធានាមកពីក្រុមហ៊ុននឹងក្រុមហ៊ុនស្របច្បាប់ក្រុមហ៊ុនចែកចាយឬក៏ក្រុមហ៊ុនផ្ទាល់តែម្ដងយើងឧទាហរណ៍ដូចជាក្រុមហ៊ុន Honda ឲ្យតែមាន logo Honda មាន license Honda គឺការធានាស្របច្បាប់ឬក៏ dealer អ្នកចែកចាយបន្ទាប់ហ្នឹងក៏ជាក្រុមហ៊ុនស្របច្បាប់ដែរអញ្ចឹងបងប្អូនបើសិនជាការធានាហ្នឹងយើងអាចថែទាំនៅបានគ្រប់សាខាក្រុមហ៊ុន Honda ទាំងអស់ដូចជាការថែទាំការឆែកការដូរប្រេងបាតដូរអីជាទៀងទាត់អីចឹងទៅអញ្ចឹងយើងត្រូវដឹងថារយៈពេលធានាហើយនឹងការធានាវាខុសគ្នាទៅតាមតំបន់មួយទៅតាមប្រទេសមួយអានឹងគឺជាចំណុចទី1ចំណុចទី2ថាតើការធានានឹងវាផ្ដោតទៅលើអីខ្លះវាគ្របដណ្ដប់ទៅលើអ្វីខ្លះការធានាវាមាន2គ្របដណ្ដប់ទៅលើបច្ចេកទេសនៃការផលិតរបស់រោងចក្រនិងគ្របដណ្ដប់ទៅលើហៅថាគ្រឿងបន្លាស់ដែលខុសបច្ចេកទេសមកពីរោងចក្រឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងគ្រឿងម៉ាស៊ីនពាក់ព័ន្ធជាមួយផ្នែកណាមួយនៃគ្រឿងម៉ាស៊ីនចឹងទៅដែលមានបញ្ហាដោយសារការផលិតមិនមែនមានបញ្ហាដោយសារយើងដួលដោយសារយើងប៉ះពាល់នឹងទេចំណុចទី2ដើម្បីរក្សាការធានាអញ្ចឹងបងប្អូនត្រូវធ្វើយ៉ាងម៉េចបងប្អូនត្រូវទទួលការណែនាំការដូរប្រេងបាតទៀងទាត់តាមសភៅតាមអីហ្នឹងមានថ្ងៃមានកាលបរិច្ឆេទច្បាស់លាស់បើសិនជាបងប្អូនអាចមានវិក័យប័ត្រនឹងទៀតគឺកាន់តែល្អអញ្ចឹងបើសិនជាបងប្អូនធ្វើតាមការណែនាំរបស់សភៅធានាច្បាស់លាស់ទៀងទាត់ហើយបើមានបញ្ហាណាមួយការធានានឹងត្រូវបានទទួលខុសត្រូវដោយរោងចក្រទាំងស្រុងអញ្ចឹងលក្ខខណ្ឌដែលមិនទទួលបានការធានាអញ្ចឹងបើសិនជាបងប្អូនអត់មានការថែទាំច្បាស់លាស់អត់មានការដូរប្រេងបាតច្បាស់លាស់មានថ្ងៃខែមានរយៈពេលការថែទាំអីច្បាស់លាស់ទេឬក៏បងប្អូនច្នៃចង់និយាយថាយកទៅច្នៃម៉ូតូច្នៃម៉ាស៊ីនច្នៃអីផ្សេងអញ្ចឹងទៅអានឹងក៏អត់ស្ថិតនៅក្នុងការធានាដែរបញ្ហាមួយទៀតពាក់ព័ន្ធជាមួយនឹងគ្រោះថ្នាក់ពាក់ព័ន្ធជាមួយការដួលការបុកបាក់បែកក៏អត់ស្ថិតនៅក្នុងការធានាដែរអានឹងគឺជាចំណុចទី4ដែលពាក់ព័ន្ធជាមួយនឹងរឿងរបស់ធានាអញ្ចឹងចំណុចទី5អ្វីដែលយើងគួរធ្វើនៅពេលដែលយើងទិញរបស់ថ្មីអញ្ចឹងបងប្អូនត្រូវតែដឹងអំពីលក្ខខណ្ឌនៃការធានាឲ្យបានច្បាស់លាស់ថាតើការធានានឹងធានាទៅលើអ្វីខ្លះហើយធានារយៈពេលប៉ុន្មានអញ្ចឹងបងប្អូនខ្លះមានការយល់ច្រឡំនៅពេលដែលខូចនឹងស្មានគេធានាជួនកាលដួលក៏ស្មានគេធានាអញ្ចឹងអ្វីដែលជាការធានាវាតើតែយើងធ្វើតាមកែណែនាំរបស់គេតាមសភៅរបស់គេមានការដូរប្រេងបាតការឆែកទៀងទាត់តាមពេលវេលាមានកំណត់ហេតុអីច្បាស់លាស់បើមានវិក័យប័ត្រទៀតកាន់តែល្អទៀតអញ្ចឹងបងប្អូនយើងធ្វើអញ្ចឹងយើងត្រូវពិនិត្យលក្ខខណ្ឌដែលបានច្បាស់លាស់មុននឹងទិញថាធានាលើអីធានារយៈពេលប៉ុន្មានអញ្ចឹងបានវាអត់មានបញ្ហាថ្ងៃក្រោយបើសិនជាលក្ខខណ្ឌរបស់ក្រុមហ៊ុនគេដាក់មកយើងអត់ធ្វើតាមរបស់គេទេអត់មានការឆែកដូរប្រេងបាតទៀងទាត់តាមការបច្ឆេទប្រមាណគីឡូត្រូវឆែកអីប្រមាណគីឡូត្រូវដូរប្រេងបាតត្រូវយ៉ាងម៉េចយ៉ាងម៉ាហើយការដូរការគ្រប់លិតនឹងទៅតាមកន្លែងរបស់សាខារបស់ក្រុមហ៊ុនទៀតគឺកាន់តែល្អអញ្ចឹងបងប្អូនការទិញអ្វីមួយបងប្អូនត្រូវឆែកលក្ខខណ្ឌគេច្បាស់លាស់បើសិនជាឆែកលក្ខខណ្ឌអត់បានច្បាស់លាស់ទេថ្ងៃក្រោយមានបញ្ហាគឺមានការពិបាកហើយបាទនឹងគឺ5ចំណុចពាក់ព័ន្ធជាមួយនឹងការធានាលើរបស់របរថ្មីការធានាលើម៉ូតូការធានាទៅលើឡានបាទអរគុណច្រើន